កាលពីសប្តាហ៍កន្លងទៅក្រុមចចកសបានទម្លាក់ក្រុមកណ្ដុរសក្នុងប្រធានបទមនុស្សក្រមកពីខ្ជិលប្រសិនបើយើងដើរជាមួយនឹងបណ្ឌិតយើងនឹងមានគំនិតជាបណ្ឌិតបើយើងដើរជាមួយនឹងចៅយើងនឹងមានគំនិតជាចៅប្រសិនបើយើងដើរជាមួយអ្នកមានយើងនឹងមានគំនិតជាអ្នកមានប្រសិនបើយើងដើរជាមួយនឹងអ្នកក្រយើងប្រកាសជាមានគំនិតជាអ្នកក្រចំណែកឯក្រុមខ្លាឃ្មុំបានទម្លាក់ក្រុមឆ្លាមសក្នុងប្រធានបទបេសកចារគួរដាក់ជាមុខរបរស្របច្បាប់តើយើងជាមនុស្សរើសអើងស្ត្រីបម្រើផ្លូវភេទដែរឬទេឬក៏យើងគួរតែផ្ដល់តម្លៃឲ្យគាត់យើងគួរតែលើកទឹកចិត្តគាត់ឥឡូវនេះក្រុមដែលឈ្នះទាំងពីរនឹងបន្តការប្រកួតជជែកតទល់បន្តទៀតទៅលើប្រធានបទព្រះសង្ឃគួរចូលរួមក្នុងសង្គមនយោបាយសូមអបអរដែលបេក្ខជនទាំងពីរក្រុមបានឈ្នះមួយវគ្គរួចទៅហើយឥឡូវនេះគឺនៅសល់12រូបហើយបេក្ខជនទាំងពីរក្រុមគឺត្រូវបន្តទៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់ប្រធានបទសម្រាប់បងប្អូនទាំងពីរក្រុមគឺព្រះសង្ឃគួរតែចូលរួមក្នុងសង្គមនយោបាយចំពោះប្រធានបទនេះគឺជាប្រធានបទដែលក្តៅគគុកហើយនឹងស្របជាមួយនឹងស្ថានភាពនយោបាយបច្ចុប្បន្នការជជែកវាមានភាពលក្ខណៈថាស៊ីជម្រៅជាងប្រធានបទមុនហើយជាពិសេសប្រទេសកម្ពុជាយើងគឺកំពុងតែមានបញ្ហាទាក់ទងនឹងរឿងនយោបាយហើយសកម្មភាពរបស់ព្រះសង្ឃនៅពេលនេះគឺមានសកម្មភាពគួរឲ្យកត់សម្គាល់ចំពោះប្រធានបទនេះខ្ញុំយល់ថាបើសិនជាក្រុមស្របឬក្រុមបដិសេធខ្ញុំយល់ថាក្រុមស្របគឺមានអត្ថប្រយោជន៍ក្នុងការទទួលបានជ័យជំនះច្រើនជាងកម្មវិធីរបស់យើងចង់ដឹងអំពីយោបល់លោកអ្នកចំពោះប្រធានបទនេះសូមទូរស័ព្ទមកកាន់លេខ095 97 58 08ឥឡូវនេះយើងឡើងមកដល់វគ្គថ្មីហើយយើងត្រូវធ្វើការរៀបចំយុទ្ធសាស្ត្រថ្មីនិងមេដឹកនាំក្រុមថ្មីតាមទីសម្រាប់ក្រុមចោលទៅផងសូមឲ្យខាត់ពេលយើងចាប់ដើមធ្វើការបោះឆ្នោតដើម្បីរើសធានក្រុមបន្តទៀតធម្មរងជាដំបូងអរគុណសក្តាព្រោះថាគឺថាសក្តាមេដឹកនាំល្អគាត់ចេះចែកម្លែកការធ្វើជាអ្នកដឹកនាំម្ដងអ្នកចឹងទៅពីព្រោះយើងរៀនមកចូលក្នុងកម្មវិធីនេះគឺដើម្បីចេះដឹកនាំខ្លួនឯងគឺចេះដឹកនាំអ្នកដទៃសំខាន់គោលដៅយើងគឺអញ្ចឹងគោលដៅយើងរួមមួយគឺសហការគ្នាសាមគ្គីគ្នាដើម្បីឈានទៅមុខទៀតចំពោះការឡើងជជែកតទល់នេះគឺរូបខ្ញុំបានគឺជាប្រធានក្រុមដូច្នេះខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាដឹកនាំក្រុមរបស់ខ្ញុំឲ្យបានល្អអ្នកដឹកនាំដែលល្អបំផុតគឺជាអ្នកដឹកនាំដែលចេះសម្របសម្រួលក្នុងក្រុមហើយចេះផ្ទេរដល់ឱកាសឲ្យសមាជិកក្រុមទាំងអស់ធ្វើការងារនិងដឹកនាំក្រុមទាំងមូលឲ្យគាត់មានឱកាសបើគាត់មានឱកាសក្នុងការបញ្ចេញហុំមិនដែរគាត់មានសមត្ថភាពជាមួយដោយសារតែព្រះសង្ឃគាត់គឺជាពលរដ្ឋម្នាក់ដែរអញ្ចឹងគាត់មានសេរីភាពដូចយើងមនុស្សប្រជាជនធម្មតាមានសេរីភាពក្នុងការបញ្ចេញមតិមានសេរីភាពក្នុងការជួយសម្របសម្រួលមានសិទ្ធិអីសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋហើយណាមួយជាការនយោបាយណាហ្នឹងសង្ឃគាត់យ៉ាងណាព្រះសង្ឃគាត់គឺជាអ្នកដែលមានពុទ្ធគុណធិទូលទូលាយចូលរួមការបងពីកំណត់ដូចជាដែរពីមុនដូចជាប្រសងទូទីណាក្នុងការបង្ហាញរៀនហើយយើងនិយាយមួយទៀតមកនេះដោយសារតែខាងសាសនាច្បាប់សាសនាមិនបានធ្វើការហាមឃាត់ប្រសង់ឲ្យចូលរួមក្នុងឆាកនយោបាយសង្គមនយោបាយខ្ញុំជឿជាក់លើថាថាម្ដងគាត់អាចមានចំណុចដែរធ្វើឲ្យក្រុមមានការធ្វើចម្រើនចំពោះការដឹកនាំរបស់បងថាំរងហើយនិងបងសក្កណាខ្ញុំគិតថាការដឹកនាំរបស់បងសក្កណាដូចជារឹងមាំជាងពួកបងថាំរងខ្ញុំប្រហែលជាគាត់ខ្ញុំគិតថាប្រហែលជាគាត់មានការហត់នឿយមួយចំនួនបានមើលទៅមានអារម្មណ៍ថារៀងល្វើយយើងទទួលបានជ័យជំនះហើយយើងបានសមាជិក
ថ្មីមួយទៀតដែលបានចូលរួមនៅក្នុងក្រុមខ្លាឃ្មុំនេះមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងក្រុមខ្លាឃ្មុំនេះហើយខ្ញុំគិតថាក្រុមយើងឥឡូវសិតតែសមាជិកដែលខ្លាំងឥឡូវអ្នកទាំងពីរទុកចិត្តខ្ញុំនិងជ្រើសរើសខ្ញុំជាប្រធានអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងដឹកនាំក្រុមមួយនេះឲ្យទទួលបានជោគជ័យនៅក្នុងពេល debate បន្ទាប់នេះចំពោះក្រុមថ្មីខ្ញុំមានអារម្មណ៍ថាក្រុមខ្លាឃ្មុំគឺមានកម្លាំងខ្លាំងជាងមុនដោយសារតែសមាជិកក្រុមគឺសុខស្រួលគ្នាហើយមានភាពសហការបានល្អបាទការដែលជ្រើសរើសខ្ញុំជាប្រធានក្រុមបន្តទៀតនេះគឺខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយហើយខ្ញុំនឹងតាំងចិត្តនិងបដិញ្ញាថាខ្ញុំនឹងដឹកនាំក្រុមរបស់ខ្ញុំឲ្យជោគជ័យនៅវគ្គបន្តទៀតនេះខ្ញុំនឹងរកវិធីសាស្ត្រផ្សេងទៀតដើម្បីទទួលបាននៅព័ត៌មានឬក៏ចំណេះដឹងបន្ថែមដើម្បីឲ្យក្រុមរបស់ខ្ញុំបាទកាន់តែឈានទៅដល់វគ្គផ្ដាច់ព្រាត់បានព្រះសង្ឃគួរចូលរួមក្នុងសង្គមនយោបាយព្រះសង្ឃគឺជាពលរដ្ឋមួយរូបដែរអញ្ចឹងនៅក្នុងច្បាប់បានចែងថាប្រជាពលរដ្ឋគ្រប់រូបគឺមានសិទ្ធិបោះឆ្នោតនៅអញ្ចឹងព្រះសង្ឃគឺជាប្រជាពលរដ្ឋអញ្ចឹងព្រះសង្ឃមានសិទ្ធិក្នុងការចូលរួមក្នុងរឿងនយោបាយបញ្ហាមួយនិយាយពីព្រះសង្ឃគឺគាត់អាជីវកិច្ចគាត់មិនគួរកាន់ខាងបកណាយជាចំណុចហ្នឹងយើងអាចលើកឡើងថាគណៈគាត់គឺមានឥទ្ធិពលខ្លាំងក្នុងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋអញ្ចឹងគាត់គួរតែនៅទីកណ្ដាលចំពោះមានតែសង្ឃតែសង្ឃអត់បានហាមតែពុទ្ធអត់បានហាមឲ្យតែសង្ឃនឹងអត់ចូលរួមបានតែខាងក្រោមយើងអាចលើកតកតងពីនៃសង្ឃមកថាតែសង្ឃចូលទៅគឺដូចបង្ហាញថាព្រះសង្ឃនឹងមានចិត្តចង់បានមានចិត្តលំអៀងទៅដល់ណាតែយើងគួរលើកចំណុចហ្នឹងចំពោះសមាជិករបស់ក្រុមចចកសមួយរូបគឺស្រីពេជ្រគាត់មានសមត្ថភាពធម្មតាយើងដឹងហើយថាបេក្ខជនទី1ខាងនោះលីនដាជាមួយនឹងស្រីពេជ្រខ្ញុំគិតថាលក្ខណៈផាផាយគ្នាបើសិនជាខ្ញុំថាទៅបើសិនជាប្រកួតមួយស្រីពេជ្រគឺខ្ញុំអត់មានអារម្មណ៍ថាខ្លាចទេក្រុមនីមួយៗគាត់នឹងត្រូវជ្រើសរើសប្រធានក្រុមមួយរូបប្រធានក្រុមមានតួនាទីសំខាន់ក្នុងការដឹកនាំក្រុមឲ្យទៅឈ្នះបាននៅពេលដែលក្រុមឈ្នះប្រធានក្រុមមានអំណាចមួយគឺអាចដោះដូរសមាជិកមួយណាក្នុងចំណោមសមាជិក2រូបនោះជាមួយនឹងសមាជិកពីក្រុមអ្នកចាញ់បើសិនជាគាត់ចង់មានឆន្ទៈពង្រឹងក្រុមគាត់ ដោយសារពុទ្ធសាសនាខ្មែរយើងកាន់ពុទ្ធសាសនាព្រះពុទ្ធនេះជាទស្សនៈរបស់ខ្ញុំឯងគឺថាគេលោកមានសិទ្ធិប្រសង់មានសិទ្ធិសេរីភាពក្នុងការទៅបោះឆ្នោតចំពោះប្រធានបទនេះល្អសម្រាប់យុវនិស្សិតយើងបច្ចុប្បន្នដើម្បីស្វែងយល់កាន់តែច្រើនពីព្រោះការលើកប្រធានបទឡើងធ្វើឲ្យនិស្សិតដែលចូលប្រកួតមានគំនិតប្រឹងប្រែងស្វែងយល់កាន់តែច្រើនជាពិសេសមិនត្រឹមតែសង្គមស៊ីវិលទាំងសង្គមប្រសង់ទៀតតាក់ទងនឹងរឿងនយោបាយមានច្រើនទាំងប្រសង់ទាំងស៊ីវិលហ្នឹងយើងកូនសិស្សអាចស្វែងយល់បានហើយនឹងកាន់តែស៊ីជម្រៅថែមជាលក្ខខណ្ឌសង្គមចំពោះមតិរបស់អាត្មាប្រសង់លោកគួរតែស្ថិតនៅក្នុងផ្លូវកណ្ដាលពីព្រោះអាត្មាយល់ថាប្រសង់លោកឆាន់ចង្ហាន់ទាំងពីរ
បាក់ទាំង3បាក់ទាំង4បាក់គឺឆាន់និយាយទៅឆាន់ចង្ហាន់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដូច្នេះលោកមិនគួរនឹងគ្រប់គ្រងមួយណាឲ្យខ្លាំងខ្លាពេកទេណាដូច្នេះគួរតែនៅកណ្ដាលប៉ុន្តែករណីបើបញ្ហាសង្គមកើតឡើងឧទាហរណ៍ដូចជាសម័យបារាំងត្រូវបារាំងគេជិះជាន់ខ្មែរយើងបងបំបត្តិអក្សរសាស្ត្រខ្មែរយើងអានេះជារឿងរបស់ជាតិមួយទាំងមូលអញ្ចឹងប្រសង់លោកមានតួនាទីដើម្បីតស៊ូមួយបារាំងដើរធ្វើបាតកម្មធ្វើមិនឲ្យបារាំងកំលុកបំបត្តិអក្សរសាស្ត្រជាតិអ្វីដែលគាត់ឲ្យពួកខ្ញុំសិក្សាបន្ថែមនោះគឺឲ្យពួកខ្ញុំនឹងរៀនសូត្រពីប្រទេសដែលព្រះសង្ឃបានចូលរួមសកម្មភាពជាច្រើនហើយជាពិសេសគឺរៀនសូត្រពីប្រទេសដែលពុទ្ធសាសនាដែលជាដើមកំណើតរបស់ពុទ្ធសាសនាដូចជាប្រទេសឥណ្ឌាប្រទេសនេប៉ាល់ប្រទេសភូមាជាដើមមតិដែលយើងបានទទួលទាំងប្រមាណយើងនឹងធ្វើការប្រៀបធៀបហើយនឹងធ្វើការសម្រេចចិត្តមួយថាតើគួរតែយកចំណុចណាដើម្បីធ្វើការជជែកតទល់ថានៅពេលដែលប្រទេសជាតិមានបញ្ហាប្រទេសជាតិមានភាពវឹកវរនៅពេលនោះព្រះសង្ឃក៏ជាប្រជាពលរដ្ឋមួយរូបមួយអង្គដែរសិលធម៌ឬប្រសាមគ្គីជាដើមដែរប៉ុន្តែនោះជាគាត់ជាទស្សនៈមួយប៉ុន្តែបើទលាយគឺព្រះសង្ឃទៅគ្រប់គ្រងទាំងអស់អញ្ចឹងដោយបច្ចុប្បន្ននេះគឺគ្រប់ភាគីគឺគណៈបកនយោបាយគឺតែងតែមានព្រះសង្ឃទៅចូលរួមនេះគឺជាការប្រកួតរវាងក្រុមចំនួន2ទៀតទស្សនិកជននឹងបោះឆ្នោត2លើកគឺបោះឆ្នោតមុនពេលប្រកួតនិងក្រោយពេលប្រកួតក្រុមណាដែលតាក់ទាញទស្សនិកជនឲ្យបដូរចំហរបស់ខ្លួនបានច្រើនជាងគេគឺជាក្រុមឈ្នះគឺថាយើងចង់ចាំជាតទល់វាគឺថាបើសិនបើយើងជាស្របឬក៏បដិសេធតាមមួយណាที่มีដំណើរដែរគឺថាអាចការពារឬក៏ជជែកវិញ្ញាណពីប្រធានបទបានចំពោះខ្ញុំគិតថាព្រះសង្ឃគួរចូលរួមក្នុងសង្គមនយោបាយពីព្រោះថាបើយើងទៅលេខទៅមើលប្រវត្តិសាស្ត្រឬស្ថានភាពសង្គមជាក់ស្ដែងដែលការបទពិសោធន៍កន្លងមកគឺថាព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលក្នុងសង្គមនយោបាយយ៉ាងឧទាហរណ៍ដូចជានៅកាលពីសម័យមុននៅប្រទេសឥណ្ឌាលោកមហាថ្មកាឌីគាត់បានធ្វើបាតកម្មអហិង្សាមួយដើម្បីទាមទារសន្តិភាពនៅប្រទេសឥណ្ឌាដែលយើងដឹងថាព្រះសង្ឃគឺជាតំណាងអសភាវៈនៃពុទ្ធសាសនាបើសិនបើគាត់មានភាពរំអៀងទៅខាងគោលការណ៍នយោបាយរបស់បកណាមួយអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនៃពុទ្ធសាសនាទោះបីជាក្នុងសាសនាមិនបានចែងនិងបានហាមប្រាមថាព្រះសង្ឃគួរចូលរួមឬមិនគួរចូលរួមនៅក្នុងនយោបាយឡើយហើយចំពោះចំណុចខ្លាំងរបស់ធម្មរងនៅពេលដែលឡើង debate នៅពេលដែលឡើងជជែកតទល់ខ្ញុំគិតថាដូចជាមិនសូវខ្លាំងណាស់ទេហើយចំពោះខ្ញុំគិតថាខ្ញុំចេះប្រហែលជាចេះលើកដាក់សម្លេងជាងគាត់ចំពោះការប្រៀបធៀបរវាងរូបខ្ញុំបាទជាមួយនឹងកងគាខ្ញុំសូមនិយាយត្រង់ចំណុចខ្ញុំមុនគឺថាខ្ញុំពេលដែលខ្ញុំឡើងនិយាយគឺខ្ញុំមានភាពជឿជាក់កងគាក៏មានភាពជឿជាក់ដែរការផ្ដោតសារខ្ញុំអាចផ្ដល់ឲ្យច្បាស់លាស់កងគាក៏ច្បាស់លាស់ដូចគ្នាបាទខ្ញុំបាទសូមជម្រាបសួរហើយខ្ញុំបាទសូមស្វាគមន៍អ្នកទាំងអស់គ្នាទៅតាមដាននៅកម្មវិធីអ្នកបន្តវេនរដូវកាលទី3នេះគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយនៅកម្មវិធីនេះគឺយើងនឹងមានបេក្ខជន2ក្រុមដើម្បីចូលរួមតទល់គ្នាជជែកតទល់គ្នានៅវិធានបទដ៏សំខាន់មួយវិធានបទសម្រាប់ថ្ងៃនេះគឺព្រះសង្ឃគួរចូលរួមក្នុងសង្គមនយោបាយឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមអញ្ជើញបេក្ខជនទាំងពីរក្រុមឡើងមកលើវេទិកាបងប្អូនទាំងពីរក្រុមបានដឹងពីវិធានបទរួចហើយនៅក្នុងនោះខ្ញុំប្រាប់រួចហើយថាមុននឹងមានការជជែកតទល់គ្នារវាងក្រុមទាំងពីរគឺមតិភាគច្រើនយល់ស្រប77% យល់ស្របមានតែ23% ទេដែលបដិសេធដែលមិនយល់ស្របហើយខ្ញុំសង្ឃឹមថាបងប្អូនបានត្រៀមខ្លួននៅខាងស្ដាំរបស់យើងគឺ
ក្រុមដែលស្របទៅលើវិធានបទនៅខាងឆ្វេងគឺក្រុមជំទាស់សូមចូលតាមទីកន្លែងបេក្ខជនត្រៀមខ្លួនចាប់ផ្ដើមជំរាបសួរនឹងខ្ញុំមកពីក្រុមសពនឹងខ្ញុំសូមធ្វើការគ្រប់គ្រងទៅលើវិធានបទដែលលើកឡើងថាព្រះសង្ឃគួរតែចូលរួមនៅក្នុងសង្គមនយោបាយប៉ុន្តែមុននឹងធ្វើការបកស្រាយឲ្យបានស៊ីជម្រៅនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាយល់សិនថាតើអ្វីទៅគឺជានយោបាយគឺជាវិធីសាស្ត្រក្នុងការដឹកនាំមនុស្សឲ្យទៅរកផ្លូវល្អឯព្រះសង្ឃគឺជាក្រុមបុគ្គលដែលដឹកនាំមនុស្សឲ្យទៅរកផ្លូវល្អតាមរយៈការសម្ដែងធម៌ទេសនាចឹងហើយយើងឃើញថានយោបាយហើយនឹងគោលដៅរបស់នយោបាយហើយនឹងព្រះសង្ឃគឺដឹកនាំមនុស្សឲ្យទៅរកផ្លូវល្អគឺក្នុងគោលដៅតែមួយអញ្ចឹងនាងខ្ញុំនឹងមានអំណាចចំនួន2ដើម្បីគ្រប់គ្រងទៅលើវិធានបទទី1គឺសិទ្ធិទី2គឺពុទ្ធិសិទ្ធិដែលយោងទៅលើរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាមាត្រាទី35បានចែងថាបុគ្គលប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទមានសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយយ៉ាងសកម្មដូចជាសកម្មភាពសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌របស់ប្រទេសជាតិដូច្នេះព្រះសង្ឃគួរតែចូលរួមនៅក្នុងសង្គមចូលរួមនៅក្នុងសកម្មភាពនយោបាយយ៉ាងសកម្មចុងក្រោយនេះខ្ញុំនៅតែធ្វើការគ្រប់គ្រងទៅលើវិធានបទដែលលើកឡើងថាព្រះសង្ឃគួរតែចូលរួមនៅក្នុងសង្គមនយោបាយចា៎សូមអរគុណសូមគោរពដល់អង្គវេទិកាទាំងមូលពេលថានយោបាយដែលយោងតាមវចនានុក្រមសម្ដេចជួនណានមានន័យថាគឺជាអបាយនៃការដឹកនាំគឺជាកលល្បិចជាមេគំនិតដែលផ្ដើមដើម្បីដឹកនាំមនុស្សនិងជនមនុស្សទៅទី1សូមបញ្ជាក់ថាយើងមិនបានបិទសិទ្ធិសេរីភាពរបស់ព្រះគុណម្ចាស់ឡើយប៉ុន្តែព្រះគុណម្ចាស់គឺគួរមានតួនាទីនៅក្នុងការចូលរួមក្នុងសង្គមតាមបែបសាសនាដូច្នេះព្រះសង្ឃមិនគួរចូលរួមក្នុងសង្គមនយោបាយឡើយដោយផ្អែកលើអំណាចសំខាន់ពីរទី1គឺតួនាទីរបស់ព្រះអង្គទី2គឺគុណតម្លៃរបស់ព្រះអង្គតើតម្លៃសំខាន់តើតួនាទីសំខាន់របស់ព្រះអង្គគឺអ្វីតួនាទីរបស់ព្រះគុណម្ចាស់សំខាន់គឺជួយមនុស្សក្នុងបែបសាសនាគឺអប់រំមនុស្សឲ្យស្គាល់បុណ្យបាបល្អអាក្រក់ជាក់ស្ដែងព្រះគុណម្ចាស់រស់នៅដោយសិលវាចាក់នៅលោភៈដែលជាការលោភលន់ទោសៈគឺជាការកឹងក្រោធនិងមោហៈដែលជាការបង្វេងនៅក្នុងពុទ្ធសាសនាក៏បានសម្ដែងថាព្រះពុទ្ធបានចូលរួមនៅក្នុងសង្គមនយោបាយតាមបែបអប់រំបែបសាសនាហើយដូច្នេះហើយព្រះគុណម្ចាស់មិនគួរចូលរួមក្នុងសង្គមនយោបាយដូចជាការធ្វើបាតកម្មនោះទេប៉ុន្តែគាត់គួរចូលរួមក្នុងសង្គមតាមបែបសាសនាជាតួយ៉ាងតាមធម្មយាត្រាតាមការសមាទានសិលជាដើមទៅជាការប្រពៃទៅជាការប្រសើរហើយដូច្នេះព្រះសង្ឃគួរចូលរួមសង្គមតាមបែបសាសនាមិនមែនឯនយោបាយនោះទេសូមអរគុណចាសសូមអរគុណចំពោះអ្វីដែលហានត្រង់ស្របបានបដិសេធបានលើកឡើងតាក់ទងជាមួយថាប្រសងមង្គលចូលរួមបរិសាតែគាត់ជានៅក្នុងហាងពុទ្ធសាសនិកជនគាត់ជឿកាន់នឹងធម៌ប៉ុន្តែខ្ញុំសូមអបាយការចាប់អារម្មណ៍តិចពាក្យថានយោបាយវាមិនមែនសំដៅទៅលើកលឧបាយតែមកទេបើពាក្យតាមលោកពាក្យរិចមានថាមកពីពាក្យ poly បុកតិចមានន័យថាការដឹកនាំមនុស្សច្រើនអញ្ចឹងសពថ្ងៃបច្ចុប្បន្នសូមអបាយការចាប់អារម្មណ៍ថាព្រះសង្ឃគឺគាត់បានចូលរួមក្នុងសង្គមនយោបាយរួចទៅហើយពីព្រោះគាត់បានដឹកនាំមនុស្សត្រង់ដល់អាវ៉ាដល់មនុស្សជាត្រង់ជាច្រើនដើម្បីដឹកនាំទៅរកផ្លូវមួយដែលល្អប្រសើរហើយសូមមួយថ្ងៃចាប់អារម្មណ៍ថាតើ
យើងអាចធ្វើការដាច់កាច់ដាច់រវាងផ្នែកពុទ្ធចក្រហើយនិងអាណាចក្របានទេសូម្បីតែបាវចនាជាតិក៏បានលើកឡើងន័យថាជាតិសាសនាព្រះមហាក្សត្រមានន័យថាมันអាចកាត់ផ្នែកពីផ្នែកពុទ្ធចក្រនិងអាណាចក្របានឡើយហើយបើនិយាយពីតកតងជាមួយនឹងចំណុចទី2តកតងនឹងពុទ្ធិយើងសួរថាតើព្រះសង្ឃគាត់មិនគួរចូលរួមក្នុងសង្គមនយោបាយទេឬបើយើងសួរដូច្នេះដូចយើងត្រឡប់ទៅសួរថាតើយើងទៅរៀនយើងមិនគួរយកសភៅទៅតាមទេដោយសារតែព្រះសង្ឃគឺជាមនុស្សប្រកបដោយពុទ្ធិដូច្នេះហើយគាត់គួរតែចូលរួមក្នុងសង្គមនយោបាយក្នុងការចូលរួមតាមរយៈការណាការសម្ដែងធម៌ទេសនាដល់ជាអវាទដល់អ្នកនយោបាយការចូលរួមការសម្ដែងតាក់ទងជាមួយនឹងការតម្រង់ទិសដល់អ្នកនយោបាយនោះសុទ្ធសឹងតែជាការចូលរួមទោះបីជាការចូលរួមដោយការសម្ដែងធម៌ទេសនាក្តីការចូលរួមដោយការចូលរួមក្នុងសកម្មភាពផ្ទាល់ក្តីដល់ប្រយោជន៍ក្តីគឺត្រូវតែមានការចូលរួមព្រោះព្រះអង្គគឺគាត់មានសិទ្ធិនិងមានពុទ្ធិគ្រប់គ្រាន់ក្នុងការតម្រង់ទិសដល់យុវជនរដូចជាតម្រង់ទិសដល់មហាជននិងអ្នកនយោបាយផងដែរដូច្នេះអ្នកខ្ញុំសូមធ្វើការគាំទ្រថាព្រះសង្ឃគួរតែចូលរួមក្នុងសង្គមនយោបាយសូមអរគុណបាទសូមគោរពអង្គវេទិកាទាំងមួយជាទីគោរពយើងបាននឹងហៅថាព្រះសង្ឃគឺមានតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំប្រជាពលរដ្ឋនិងពុទ្ធសាសនិកជនទាំងអស់ដោយតែបានលើកឡើងគឺការអប់រំនឹងបែបអីបែបនយោបាយឬក៏បែបសាសនាអញ្ចឹងហើយគឺការអប់រំទាំងអស់នេះគឺបែបសាសនាអញ្ចឹងគឺមិនគួរចូលរួមនៅក្នុងបែបនយោបាយនោះទេការចូលរួមជាមួយសង្គមតាមបែបសាសនាដូចជាការអប់រំហើយយើងបាននឹងទេថាតើតម្លៃរបស់ព្រះសង្ឃគឺនៅកន្លែងណាគឺយើងទាំងអស់គ្នាតែងតែទុកព្រះសង្ឃគឺជាឧត្តមភេទគឺជាភេទដ៏ឧត្តមដែលយើងបានគោរពយើងបានបូជាទានដល់ព្រះសង្ឃយើងបានថ្វាយបង្គំព្រះសង្ឃដូច្នេះហើយគឺព្រះសង្ឃគឺជាឧត្តមភេទដែលភេទដ៏ឧត្តមដែលយើងត្រូវគោរពនិងបូជានៅពេលដែលព្រះសង្ឃចូលរួមជាមួយនឹងសង្គមនយោបាយតើមានមនុស្សប៉ុន្មានអ្នកដែលបានឲ្យតម្លៃព្រះសង្ឃតើមានមនុស្សប៉ុន្មានអ្នកដែលបានគោរពព្រះសង្ឃដូច្នេះហើយនៅពេលដែលព្រះសង្ឃចូលរួមជាមួយនឹងសង្គមនយោបាយប្រកាសជាមានការធ្លាក់ចុះនៃព្រះពុទ្ធសាសនាជាមិនខានដូច្នេះយើងគួរតែឲ្យព្រះសង្ឃចូលរួមបែបសង្គមប៉ុន្តែចូលរួមបែបជាសាសនាវិញដូចជាការអប់រំការទូន្មាននេះហើយគឺជាការព្រាមប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយមួយទៀតគឺជាសទ្ធាយើងទាំងអស់គ្នាគឺមានសទ្ធាទៅលើព្រះសង្ឃគឺព្រះអង្គមិនលំអៀងគឺព្រះអង្គមិនលំអៀងទៅកាន់ខាងគោលនយោបាយណាមួយគឺព្រះសង្ឃចូលរួមនៅក្នុងសង្គមតាមបែបសាសនាតាមការអប់រំការបង្កើតនូវធនធានមនុស្សយើងនឹងហៅថាព្រះសង្ឃគឺជាអ្នកអប់រំដ៏ប្រសើរបំផុតចុះប្រសិនបើព្រះសង្ឃចូលរួមជាមួយនឹងសង្គមនយោបាយតើមានបុគ្គលប៉ុន្មានអ្នកដែលគិតថានឹងឲ្យតម្លៃព្រះសង្ឃដូច្នេះប្រសិនបើព្រះសង្ឃចូលរួមសង្គមតាមបែបសាសនាវិញតាមបែបការអប់រំទូន្មានវិញប្រកបជាមានមនុស្សច្រើនណាស់នឹងឲ្យតម្លៃព្រះសង្ឃដូច្នេះខ្ញុំគិតថាព្រះសង្ឃគួរចូលរួមជាមួយនឹងសង្គមតាមបែបសាសនាជំរាបសួរគឺខ្ញុំបាទសូមធ្វើការបដិសេធទៅលើក្រុមបដិសេធខ្ញុំយល់ថាព្រះសង្ឃគួរតែចូលរួមនៅក្នុងសង្គមនយោបាយដោយហេតុថាដោយសារតែព្រះសង្ឃគឺជាបុគ្គលម្នាក់ដែលអព្យាក្រឹតមិនលំអៀងទៅខាងណាមួយនឹងហើយទើបព្រះសង្ឃមានតួនាទីយ៉ាងចាំបាច់ណាស់ក្នុងការសម្របសម្រួលក៏ដូចជាផ្សះផ្សាបង្រួបជាតិរបស់យើងឲ្យទៅតែជាមួយដោយពាក្យស្លោកបានពោលថាចង្កឹះមួយកាច់បាក់ចង្កឹះមួយបាច់កាច់មិនបាក់នោះទេហើយអ្វីដែលខាងក្រុមរបស់ខ្ញុំបាទគឺកញ្ញាស្រីពេជ្របានលើកឡើងតាក់ទងនឹងសិទ្ធិយើងឃើញហើយថាក្នុងរដ្ឋធម្មនុញ្ញនៃមាត្រា35របស់យើងបានចែងឲ្យថាប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតអញ្ចឹងហើយម្យ៉ាងទៀតនយោបាយយើងអាចមើលឃើញថាវាជាការដឹកនាំមនុស្សឲ្យទៅរកផ្លូវល្អចំណែកឯព្រះសង្ឃដឹកនាំសត្វលោកឲ្យឆ្លងផុតនៅវាលស្វតសង្សារគោលដៅគឺតែមួយអញ្ចឹងសួរថាហេតុអ្វីបានជាព្រះសង្ឃហ្នឹងมันអាចចូលរួមនៅក្នុងសង្គមនយោបាយបានហើយម្យ៉ាងវិញទៀតជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រយើងបានដឹងហើយថាតេតងនឹងអាចារ្យហែមជាវគាត់បានធ្វើចលនាតស៊ូទាមទាររើបំរាស់ពីអាណានិគមបារាំងដែលចង់លុបបំបាត់អក្សរសាស្ត្រខ្មែររបស់យើងសួរថាបើសិនជាគ្មានការចូលរួមពីអាចារ្យហែមជាវក៏ដូចជាការដឹកនាំពីព្រះសង្ឃនៅក្នុងសង្គមនយោបាយនេះពេលនោះទេសួរថាសពថ្ងៃនេះតើមានអក្សរសាស្ត្រខ្មែរមកទល់បច្ចុប្បន្នឬក៏អត់អញ្ចឹងខ្ញុំយល់ឃើញថាការចូលរួមរបស់ព្រះសង្ឃនៅក្នុងសង្គមនយោបាយពិតជាត្រឹមត្រូវសូមអរគុណសូមគោរពអង្គវេទិកាទាំងមូលដោយសារតែព្រះសង្ឃគឺជាកោសិកាសំខាន់របស់សង្គមជាការពិតណាស់យើងមិនអាចកាត់ផ្តាច់ព្រះសង្ឃពីសង្គមបានទេប៉ុន្តែការចូលរួមរបស់ព្រះសង្ឃមិនមែនតាមបែបផែននយោបាយទេគឺតាមបែបសាសនាពីព្រោះថាការដែលព្រះសង្ឃចេញចាកទៅបួសគឺដើម្បីរួចផុតពីសេចក្តីទុក្ខប៉ុន្តែបើព្រះសង្ឃយកខ្លួនទៅជាប់ជំពាក់នឹង
បញ្ហានយោបាយដែលបង្កប់ទៅដោយកលល្បិចនិងការប៉ះទង្គិចពាក្យសម្ដីសួរដែលដុតរោលឲ្យព្រះសង្ឃមានចិត្តក្រោធខឹងរហូតដល់មានព្រះសង្ឃមួយចំនួនបានប្រើពាក្យពេចន៍មិនសមរម្យនិងទុះហិង្សាដោយដែលយើងបានឃើញនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នហើយខ្ញុំក៏មានសំណួរមួយសួរទៅខាងក្រុមស្របថាតើអ្នកអាចធានាបានទេថាពេលដែលព្រះសង្ឃចូលរួមទៅក្នុងសង្គមនយោបាយគឺមិនប៉ះពាល់នឹងការពាក្យសម្ដីនិងហិង្សាហើយទង្វើដែលប៉ះមានផ្ទុះហិង្សានិងការប៉ះពាក្យសម្ដីនេះហើយគឺជាទង្វើដែលនាំឲ្យអាប់អោនដល់តម្លៃរបស់ព្រះសង្ឃសាសនាក៏ដូចជាកិត្តិយសជាតិរបស់យើងផងដែរប្រសិនបើព្រះសង្ឃចង់បានយុត្តិធម៌ឈរលើគោលការណ៍ជាតិព្រះសង្ឃគួរចូលរួមអប់រំមនុស្សទៅតាមបែបផែនរបស់ព្រះពុទ្ធសាសនាមិនមែនការធ្វើតាមលក្ខខណ្ឌនៃនយោបាយឧទាហរណ៍ជាក់ស្ដែងដូចជាការធ្វើកតកម្មនោះទេព្រះសង្ឃគួរតែចូលរួមធ្វើដង្ហែក្បួនព្យុហយាត្រានាំមនុស្សសមាទានសិលដោយបង្កនូវសន្តិភាពមិនមានការបង្ហូរឈាមនោះទៅជាការចូលរួមដ៏ល្អប្រពៃសូមអរគុណបាទសូមគោរពអង្គវេទិកាទាំងមូលជាទីគោរពយោងតាមការបកស្រាយនៅទស្សនវិជ្ជាទី1និងទី2គឺយើងនឹងហៅថាតើតួនាទីរបស់ព្រះសង្ឃនៅក្នុងសង្គមយើងគឺដូចម្តេចខ្លះគឺតួនាទីនៅក្នុងការអប់រំគឺអប់រំតាមបែបចំណេះដឹងអប់រំតាមបែបព្រះពុទ្ធសាសនាឲ្យពុទ្ធសាសនិកជនទាំងអស់បានយល់ដឹងអំពីព្រះធម៌បានយល់ដឹងអំពីចំណេះដឹងមិនមែនចូលរួមតាមបែបសង្គមនយោបាយនោះទេយើងបានដឹងហើយថាដូចជាការចូលរួមនៅសកម្មភាពផ្សេងៗគឺការចូលរួមទាំងអស់នោះគឺជាសកម្មភាពបែបសាសនាប្រសើរជាងការចូលរួមតាមបែបសកម្មភាពនយោបាយហើយយើងនឹងបានដឹងហើយថាព្រះសង្ឃគឺបានឲ្យយើងយល់ដឹងទាំងអស់គ្នាអំពីអំពើបុណ្យនិងអំពើបាបអញ្ចឹងការអប់រំរបស់ព្រះសង្ឃទៅក្នុងសង្គមគឺអប់រំឲ្យស្គាល់នៅបុណ្យនិងបាបអញ្ចឹងគឺតួនាទីដ៏សំខាន់បំផុតរបស់ព្រះសង្ឃនិងមួយទៀតការធ្វើចូលរួមជាមួយនឹងសង្គមមិនមែនចូលរួមតាមបែបធ្វើបាតកម្មកោតកម្មឬក៏ចូលរួមតាមបែបនយោបាយនោះទេគឺដូចជាការចូលរួមការធ្វើធម្មយាត្រាជាដើមហើយព្រះសង្ឃគឺជាតួនាទីដ៏សំខាន់បំផុតគឺជាគំរូគេនៅពេលដែលព្រះសង្ឃចូលទៅតើតួនាទីរបស់ព្រះសង្ឃនៅពេលនោះនឹងអាចមានការប៉ះទង្គិចជាដើមហើយម្យ៉ាងទៀតគឺគុណតម្លៃរបស់ព្រះសង្ឃគឺជាឧត្តមជនដូច្នេះហើយយើងគិតថាព្រះសង្ឃគឺជាជនដ៏គំរូម្នាក់ហើយជាជនដែលគេត្រូវគោរពបូជាអញ្ចឹងព្រះសង្ឃគឺដើរតួយ៉ាងសំខាន់នៅក្នុងសង្គមប៉ុន្តែតាមបែបសាសនាមិនមែនតាមបែបនយោបាយនោះទេដោយតែការបកស្រាយនេះខ្ញុំនៅតែគិតថាព្រះសង្ឃគួរចូលរួមជាមួយសង្គមតាមបែបសាសនាសូមអរគុណចាសូមអរគុណជាចុងក្រោយក្រុមរបស់នេះខ្ញុំសូមនៅបន្តការគាំទ្រលើវិធានបទព្រះសង្ឃគួរតែចូលរួមក្នុងសង្គមនយោបាយហើយក្រុមរបស់ពួកខ្ញុំគួរតែបានឈ្នះលើការជជែកតូននេះដោយយល់ហេតុផលពីរទី1តកតងជាមួយនឹងសិទ្ធិសួរថាតើព្រះសង្ឃគឺជានរណាព្រះសង្ឃក៏ជាប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីនគរមួយដែរដូច្នេះក៏មានសិទ្ធិតែអ្នកយល់ថាអ្នកសប្បាយចិត្តទេបើសិនជាអ្នកមានសិទ្ធិក្នុងការសម្ដែងមតិហើយគេបញ្ជាប្រាប់អ្នកថាអ្នកឈប់មាត់អញ្ចឹងអ្នកសប្បាយចិត្តទេអញ្ចឹងមានថាគឺជាការបំបិទសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋសិទ្ធិមនុស្សក៏មានសិទ្ធិរស់រានមានជីវិតក៏មានសិទ្ធិនៅក្នុងការបញ្ចេញសម្ដែងមតិនៅអ្វីទំនោរអ្វីដើម្បីរកភាពត្រឹមត្រូវតកតងជាមួយទី2ចំណុចពុទ្ធិដោយសារតែយើងគោរពថាព្រះសង្ឃគឺគាត់មានលទ្ធិសន្ធិបរៈសុខੰក៏មានភាពស្ងប់ក្នុងខ្លួនដូច្នេះហើយគាត់គឺជាតួអង្គដ៏សំខាន់ក្នុងការសាសនាក្នុងការសម្រុះសម្រួលដល់អ្នកនយោបាយតាមមាគ៌ាព្រះពុទ្ធសាសនាក្តីតាមមាគ៌ាឆ្លុះបញ្ចាំងតកតងតថាភាពសង្គមក្តីដើម្បីសារជាប់ឲ្យប្រទេសជាតិគិតជាប្រយោជន៍រួមបើយើងគិតថាព្រះសង្ឃមិនគួរចូលរួមក្នុងសង្គមនយោបាយទេគួរថាបើសិននៅក្នុងសម័យនៅអាណានិគមបារាំងព្រះសម្ដេចសង្ឃរាជជួនណាដែលជាសម្ដេចសង្ឃបើសិនជាអាចារ្យហែងជាវហើយនឹងព្រះសង្ឃមកដែលគាត់បានចូលរួមក្នុងការចលនាក្នុងការតស៊ូនិងការការពារនៅសម្បត្តិអក្សរសាស្ត្រជាតិតើយើងនៅមានអក្សរសាស្ត្រជាតិខ្មែរនៅដល់បច្ចុប្បន្ននេះទេដូច្នេះហើយយើងត្រូវតែធ្វើការលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិរួមទាំងព្រះសង្ឃក៏មានសិទ្ធិក្នុងការចូលរួមក្នុងចលនាតស៊ូជាតិក្នុងការចូលរួមក្នុងសង្គមនយោបាយផងដែរកុំឲ្យដុតពាក្យដែលលោកណាប៉ូឡេអុងហាហ្វាបាននិយាយថាប្រទេសជាតិលើកបានបំភ្លេចបំផ្លាញមិនមែនដោយសារជនអាក្រក់នោះទេគឺដោយសារការសំងំលាក់ពន្ធយកសុខរបស់មនុស្សល្អសូមអរគុណអូខេ
មានអារម្មណ៍យ៉ាងម៉េចដែរសប្បាយប៉ុន្តែសំខាន់បំផុតគឺខ្ញុំសង្ឃឹមថាការតទល់គ្នាជជែកតទល់គ្នាដែលពឹងផ្អែកទៅលើអំណះអំណាងច្បាស់លាស់រៀងៗខ្លួននឹងអាចធ្វើឲ្យយើងបានស៊ីជម្រៅទៅលើវិធានបទមួយនេះក្នុងការដែលយើងបានស៊ីជម្រៅស្ដាប់នៅលើខ្លឹមសារទាំងសងខាងនេះដែរឥឡូវគឺកាតព្វកិច្ចដល់បងប្អូនដែលមានវត្តមាននៅទីនេះហើយក៏សំខាន់មែនទែនសូមមេត្តាយកចិត្តទុកដាក់ឥឡូវនេះគឺយើងស្នើសុំឲ្យបងប្អូនធ្វើការបោះឆ្នោតម្ដងទៀតមុននឹងពួកគាត់បានជជែកគ្នាមុននឹងបេក្ខជនទាំងពីរក្រុមបានជជែកគ្នាបងប្អូនបានបោះឆ្នោតរួចហើយខ្ញុំមានលទ្ធផលនៅក្នុងដៃរបស់ខ្ញុំឥឡូវសូមក្រុមការងារចែកกระดาษឆ្នោតហើយយើងនឹងធ្វើការបោះឆ្នោតបាទឥឡូវនេះគឺខ្ញុំមានលទ្ធផលនៅក្នុងដៃរបស់ខ្ញុំអ្នកដែលឈ្នះនឹងបន្តទៅវគ្គផ្ដាច់គ្រាប់គឺបានន័យតែសល់តែ6រូបទេដែលត្រូវប្រកួតលទ្ធផលគឺមាននៅក្នុងដៃគឺយើងបានមានការបោះឆ្នោតពីបងប្អូនដែលបានចូលរួមនៅក្នុងវេទិកានេះលទ្ធផលសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់លើកនេះអ្នកដែលឈ្នះហើយបន្តទៅវគ្គផ្ដាច់ព្រាត់គឺអ្នកដែលឈ្នះហើយបន្តទៅវគ្គផ្ដាច់ព្រាត់គឺក្រុមបដិសេធបងប្អូនទាំង3រូបបងបានបំពេញតួនាទីក្នុងការជជែកដ៏ខ្វះក្បាយខ្ញុំសូមអបអរប៉ុន្តែគួរស្ដាយដែរនេះគឺជាចុងក្រោយនៃការដំណើរការនៃការប្រកួតប្រជែងនៅរបស់បងប្អូនទាំង3ខ្ញុំសូមជូនពរខ្ញុំបាទមានសង្ឃឹមថាទទួលបានជ័យជំនះប៉ុន្តែជាក់ស្ដែងការដែលគេបោះឆ្នោតហ្នឹងខ្ញុំមិនដឹងថាគេបោះរបៀបយ៉ាងម៉េចទេខ្ញុំមិនសូវជាពេញចិត្តនឹងការរៀបចំការបោះឆ្នោតប្រហែលទេខាងបដិសេធបានសម្លេងតិចប៉ុន្តែខាងបដិសេធគេមានលទ្ធភាពក្នុងការទាញយកសម្លេងពីខាងស្របទៅវិញមានលទ្ធភាពច្រើនខ្ញុំយល់ថាកម្មវិធីនេះគឺរៀបចំឡើងគឺវាបានឆ្លងចាំពីតថភាពសង្គមចាំមានន័យថារបៀបនៃការដាក់បន្ទុកគឺវាផ្អែកទៅលើទស្សនិកជនទាំងស្រុងហើយយើងដឹងថានៅលើលោកនេះគឺវាអត់មានយុត្តិធម៌ទេគឺវាគប់ផ្សំជាមួយនឹងការរៀបចំហើយនឹងឱកាសហើយនឹងសំណាងរបស់យើងកម្មវិធីរបស់យើងចង់ដឹងអំពីយោបល់លោកអ្នកចំពោះប្រធានបទនេះសូមទូរស័ព្ទមកកាន់លេខ095 97 58 08 នាងខ្ញុំសាស្រីពេជ្រខ្ញុំស្រឡាញ់សេរីភាពខ្ញុំជាអ្នកបន្តវេន